ឡើងដើម្បីផ្ដល់ឱកាសដល់កម្មករការងារផ្ទះស្វែងយល់ពីគោលនយោបាយជាតិកម្មវិធីនិងកិច្ចខិតខំប្រឹងប្រែងនានាដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កម្មករការងារផ្ទះតែខ្លះគាត់មើលងាយពួកកម្មករក្នុងផ្ទះឲ្យតម្លៃដូចថាគេមានលុយគេជួយយើងដាច់ថ្លៃអញ្ចឹងពួកចិនគាត់មិនដែលគោរពសិទ្ធិពួកកម្មករតាមប្រទេសទេមិនដែលមានថ្ងៃឈប់សម្រាកជួនកាលមិនដែលមានអាហារគ្រប់គ្រាន់គាត់ញ៉ាំជួនកាលបន្ទប់គេងគាត់មានការងារយើងធ្វើផ្នែកនេះអញ្ចឹងគាត់ប្រើទៅផ្នែកផ្សេងទៀតក៏បានដូចថាតាមសិទ្ធិដែលគាត់ចង់ហើយដូចថាតាមតម្លៃលុយដែលគាត់ថាគាត់មានប្រើមកលើយើងអញ្ចឹងណាចាសិទ្ធិកម្មករធ្វើការផ្ទះជាសិទ្ធិមនុស្សកម្មករការងារផ្ទះជាអ្នកគ្រប់គ្រងផ្ទះបើអត់មានពួកយើងទៅជួយសម្រាការងារនៅក្នុងផ្ទះគាត់ទេគាត់អត់អាចចេញទៅប្រកបការងារអាជីពដែលគាត់មានជំនាញផ្ទាល់ខ្លួនរបស់គាត់បានទេខ្ញុំអត់ទាន់មានច្បាប់ឲ្យឈប់ថ្ងៃបុណ្យនិងថ្ងៃចុងសប្តាហ៍ទេធ្វើម៉េចឲ្យម្ចាស់ផ្ទះរស់នៅជាមួយកម្មករយុចិត្តដោយសុខដុមរមណីយកម្មសូមសំណូមពរឲ្យតកែទាំងអស់គាត់ចូលរួមសហការគោរពច្បាប់ហើយនឹងជួយនិយាយរួមគឺសូមឲ្យគាត់គោរពសិទ្ធិរបស់កម្មករតាមផ្ទះពួកខ្ញុំផងសូមឲ្យទទួលស្គាល់ការកម្មករការងារតាមផ្ទះឲ្យមានភាពសេរីភាពនិងកុំមានភាពរើសអើងសូមឲ្យគាត់ស្រឡាញ់ដូចជាគ្រួសារតែមួយចង់ឲ្យស្រឡាញ់រាប់អានគ្នាហ្មងបានធ្វើការមួយគ្នាបានទៅបានយូរកុំគិតថាគ្នាល្ងិតល្ងងគ្មានចំណេះដឹងគ្នាក្រីក្រចេះថាធ្វើមិនបានស្រាច់ចិត្តយើងគឺមិនមែនទេគាត់ក៏ជាមនុស្សត្រូវផ្ដល់សិទ្ធិមនុស្សដូចគ្នាចាពេលឈឺយ៉ាងសុំកុំកាត់លុយប្រាក់ខែគ្នាអាចជួយនឹងមានសិទ្ធិនិយាយស្ដីអាចជួយលុយថវិកាសម្រាប់គ្នាឈឺជួយចេញលុយចឹងណាសូមឲ្យខ្ញុំសូមសំណូមពរតែប៉ុណ្្នឹងឯងខ្ញុំចង់ឲ្យជួយជំរុញឲ្យម្ចាស់ផ្ទះដែលមានកម្មករធ្វើការងារតាមផ្ទះចាប់ពីម្នាក់ឡើងទៅឲ្យគាត់ទៅទទួលបានការចុះឈ្មោះនៅបញ្ជីបេឡាជាតិហើយឲ្យគាត់បានទទួលអត្ថប្រយោជន៍សន្តិសុខសង្គមក្នុងនាមសមាគម idea នាងខ្ញុំសូមសំណូមពរដល់ស្ថាប័នពាក់ព័ន្ធក៏ដូចជាអង្គការដៃគូទាំងអស់មេត្តាគាំទ្រនៅសកម្មភាពក៏ដូចជាផ្ដល់ជំនួយនៅបច្ចេកទេសក្នុងការជួយគាំពៀសិទ្ធិរបស់កម្មករធ្វើការតាមផ្ទះបន្តទៀត However, we need to keep fighting, keep organizing, keep building union power. We need our rights enshrined in law, and we need to know our rights. We need to know how to exercise our rights. យើងសង្ឃឹមយ៉ាងមុតមមផងដែរថារាជរដ្ឋាភិបាលកម្ពុជានឹងបន្តយកចិត្តទុកដាក់ដល់កម្មករការងារផ្ទះទាំងក្នុងនិងក្រៅប្រទេសបន្ថែមទៀតអង្គការ Oxfam នឹងបន្តសហការសំណូមពរនិងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជាបន្តផ្ដល់ការគាំទ្រដល់កម្មករការងារផ្ទះនិងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធលើគ្រប់វិស័យដើម្បីឲ្យពួកគាត់ទទួលបាននូវរបបគាំពារសង្គមកាន់តែទូលំទូលាយឡើងតំណាងឲ្យក្រសួងកិច្ចការនារីខ្ញុំសូមឲ្យវិស័យការងារផ្ទះត្រូវបានយកចិត្តទុកដាក់ពីគ្រប់អ្នកពាក់ព័ន្ធខ្ញុំនឹងស្វែងយល់និងទទួលយកនៅកង្វល់របស់បងប្អូននិងពិនិត្យលទ្ធភាពបញ្ចូលដោះស្រាយក្នុងផ្នែកណាមួយនៃផែនការយុទ្ធសាស្ត្រជាតិដើម្បីលើកកម្ពស់សមភាព Gender និងបង្កើនភាពបង្អាចដល់ស្ត្រីដំណាក់កាលថ្មីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានសហការជាមួយអង្គការ UN Women និងអង្គការ ILO រៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាបន្តបន្ទាប់ដើម្បីប្រមូលនៅអនុសាសន៍និងធាតុចូលទៅក្នុងសេចក្តីព្រាងប្រកាសស្តីពីលក្ខខណ្ឌការងារសម្រាប់កម្មករការងារផ្ទះភាពស្ទង់ស្ទាក្រោក